ở khné ngày năng dùng năng phẹp ở khné pi lụm piในការកាត់វីដេអូផុសនៅក្នុង YouTube តាមពិតទៅការផុសវីដេអូនៅក្នុង YouTube វាអត់ពិបាកទេប៉ុន្តែអ្វីដែលយើងគិតថាវាពិបាកនោះគឺការកាត់វីដេអូធ្វើម៉េចឲ្យមានអ្នកមើលហើយក៏ខ្ញុំចង់ចែកម្លែកទៅកាន់អ្នកនរគ្នាបន្តិចដែរត្រង់ថា app 4-5 នេះហើយគឺជា app ដែលយើងមិនអាចខ្វះបានក្នុងការធ្វើរូបភាពក្នុងការធ្វើវីដេអូពីព្រោះថាយើងដឹងស្រាប់ហើយថាមួយរយៈហ្នឹងមិនមួយរយៈហ្នឹងគឺជាដរាបហើយ CapCut គឺពិបាកក្នុងការកាត់វីដេអូមែនតើវាជាប់ Pro ច្រើនដល់ពេលអញ្ចឹងទៅយើងពិបាកកាត់ចង់បាន effect លយចង់បានសំឡេងលយគឺអត់បានទេអញ្ចឹងខ្ញុំណែនាំអ្នកនរគ្នានៅកម្មវិធី3នេះទៀតវាមានដូចជា VN InShot Spring ដើម្បីងាយស្រួលកាត់ប៉ុន្តែអា Spring នេះវាជាប់ logo ហើយអាហ្នឹងវាស្រដៀងទៅនឹង KineMaster ដែលជាកម្មវិធីចាស់ណាបើថាប្រហែលជាគេអាប់ដេតប៉ុន្តែកម្មវិធីហ្នឹងក៏ល្អដែរអ្នកនរគ្នាក្នុងការកាត់វីដេអូឥឡូវខ្ញុំនឹងនាំអ្នកនរគ្នាទៅកាត់វីដេអូមួយដែលខ្ញុំគ្រោងនឹងផុសនៅក្នុង Facebook ក៏ដូចជានៅក្នុង YouTube Channel របស់ខ្ញុំដែរខ្ញុំនឹង clear ចាស់ចេញអ្នកគ្នាចុច Create Now នេះទៅហើយយើងធ្វើវីដេអូណាដែលយើងចង់កាត់ដូចជាវីដេអូនេះខ្ញុំត្រូវកាត់វីដេអូនេះចុច OK មកដល់យ៉ាងទៅយើងថាបោះគេលឺអាណាអស់ខ្ញុំមក start ឲ្យអ្នកគ្នាដឹងបន្តិចអូខេគឺបោះគេលឺមែនតើលឺជាងសំឡេងនេះទៀតលឺជាងសំឡេងអញ្ចឹងយើងគួរធ្វើម៉េចយើងគួរតែបន្ថយ sound របស់គេអញ្ចឹងយើងចុចទៅលើវីដេអូហ្នឹងទៅហើយយើងចុចទៅលើពាក្យអាកន្លែងសំឡេងយើងបន្ថយតិចមកដាក់ធ្វើមក 30% ទៅបានហើយហ្នឹងហើយតែប៉ុណ្្នឹងទៅយើងសាក start វាសាថ្មីតើវាខ្លាំងទៀតអត់គឺអត់សូវលឺដូចពីមុនទេអ្នកនរគ្នាអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីការពារវីដេអូយើងឃើញលោថាវាជាប់ copyright របស់វីដេអូគេអញ្ចឹងណាយើងមាន technique មួយទៀតអាហ្នឹងគ្រាន់តែជាការប្រើប្រាស់របស់ខ្ញុំទេបើសិនជាអ្នកគ្នាចេះអ្វីលើហ្នឹងទៀតអ្នកគ្នាអាចធ្វើតាមវិធីសាស្ត្ររបស់អ្នកគ្នាទៅពីព្រោះថាក៏លុតធ្វើតាមខ្ញុំទៅវាបរាជ័យគឺវាអត់បានផលអីចឹងណានេះគ្រាន់តែជាមេកំណត់មួយដែលខ្ញុំចង់ប្រាប់ទៅអ្នកគ្នាថាធ្វើហ្នឹងវាបានភាគរយវារៀងខ្ពស់ដែរអញ្ចឹងណាតែបើអ្នកគ្នាចេះយ៉ាងហ្នឹងអ្នកគ្នាអាចធ្វើតាមវិធីសាស្ត្ររបស់អ្នកគ្នាគឺខ្ញុំតែងតែselect យករូបភាពមួយដែលខ្ញុំគិតថាវាជួយខ្ញុំបាននៅយកវីដេអូឬក៏រូបភាពអីចឹងណាអ្នកគ្នាប្រកាសជាស្គាល់ឃើញហើយតែខ្ញុំមកចង់ដាក់អញ្ចឹងវាស៊ីពេលវែងអញ្ចឹងខ្ញុំចង់យករូបក៏ផ្សេងមកដាក់ឧទាហរណ៍ដាក់រូបនេះទៅចុះដើម្បីយកមកដូចថា voice over អ្នកគ្នាប្រកាសអ្នកដែលធ្លាប់ធ្វើវីដេអូ voice over អ្នកគ្នាប្រកាសជាស្គាល់ហើយប្រកាសជាដឹងហើយថាអារបៀបហ្នឹងគេធ្វើបែបម៉េចហើយនឹងវិធីសាស្ត្រមួយទៀតអ្នកគ្នាប្រកាសជាឆ្ងល់ដែរអាហ្នឹងចាំវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកគ្នាវីដេអូហ្នឹងយើងចេះបានប៉ុណ្ណឹងបានហើយក៏ប៉ុន្តែខ្ញុំខកប្រាប់អ្នកគ្នាតារានៅក្នុងកម្មវិធី Spring ហ្នឹងវាតែងតែមាន logo របស់ Spring នៅខាងក្រោយឯងយ៉ាងណាគ្នាចង់កាត់កាត់កុំឲ្យឃើញ logo កាត់អីអាហ្នឹងតាក់ទងទៅនឹងកម្មវិធីផ្សេងទៀតដើម្បីអ្នកគ្នាយកទៅកាត់បើអ្នកគ្នាថាចង់បាន effect បែបណាដើម្បីឲ្យមើលឃើញទៅលយដើម្បីកុំឲ្យឃើញអា logo Spring នៅខាងក្រោយហ្នឹងឲ្យឃើញទៅវីដេអូរបស់យើងជាកម្មសិទ្ធិរបស់យើងតែម្ដងណាអ្នកគ្នាហ្នឹងហើយឥឡូវយើង play វាទៅប៉ុណ្ណឹងក៏ប៉ុន្តែយើងដាក់រូបហ្នឹងហើយយើងត្រូវតែមានសំឡេងយើងចូលទៅទៀតកុំឲ្យគេថាមានតែរូបភាពហើយនឹងវីដេអូក៏ប៉ុន្តែបោះគេសុតអញ្ចឹងយើងមានកន្លែង recorder នេះយើងនិយាយមកយើងនិយាយពីអ្វីដែលតាក់ទងទៅនឹងវីដេអូរបស់អ្នកនរគ្នាថាអ្នកគ្នាកំពុងធ្វើអីកំពុងចង់និយាយប្រាប់ទៅfan របស់អ្នកគ្នាអ្នកទស្សនារបស់អ្នកគ្នាថាយើងចង់ប្រាប់ពីសកម្មភាពរបស់សត្វណា
ឧទាហរណ៍ថានៅក្នុងវីដេអូហ្នឹងអញ្ចឹងខ្ញុំប្រាប់អ្នកគ្នាថាសួស្តីអ្នកគ្នាហ្នឹងគឺជាភាពវៃឆ្លាតនៃសត្វចាបដែលកំពុងតែសាងសង់លំនៅរបស់ខ្លួនយ៉ាងសកម្មហ្នឹងគឺវាបានប៉ុណ្ណឹងឥឡូវខ្ញុំគ្រាន់តែប្រាប់ធួទៅកាន់អ្នកគ្នាអ្វីដែលអ្នកគ្នាគិតឲ្យឆ្លាតជាងហ្នឹងអ្នកគ្នាធ្វើឲ្យកាន់តែឡូជាងហ្នឹងទៅហើយអ្នកគ្នាប្រកាសជាដឹងហើយថាអ្វីដែលយើងធ្វើឲ្យមានភាពតាក់ទាញអញ្ចឹងយើងត្រូវដាក់ affix ដាក់អក្សរគេហៅថា thumbnail ថាចាបសាងសម្បុកឬក៏ហ្នឹងហើយដាក់ចាបសាងសម្បុកមកទៅកុំឲ្យវាពិបាកសាងសម្បុកសមើជើងបសអង្គយ៉ាងមកយើងដាក់គ្រីសមកដាក់ឡើយណាដាក់ទៅឲ្យតែយើងគិតថាវាឡយហើយយើងមាន font អត់បើយើងមាន font ហើយយើងប្រើ font របស់យើងមកអូខេហើយយើងអាច highlight ពណ៌ color ចូលកន្លែង color ទៅយើងអាចចាក់ពណ៌បានហើយកន្លែងពណ៌ឲ្យដាក់ពណ៌ហ្នឹងទៅអ្នកនរគ្នាមិនអត់ដើរអញ្ចឹងបានហើយអ្នកនរគ្នាហ្នឹង 100% stop មកអញ្ចឹងហ្នឹងក៏ខ្ញុំចង់ប្រាប់អ្នកនរគ្នាទេបើសិនជាអ្នកនរគ្នាថាចង់បានលើសពីហ្នឹងចង់ចាក់ឲ្យវា highlight ពណ៌មិនឲ្យវាឃើញឡូយអញ្ចឹងណាយើងអូសវាឲ្យផុតមកតាមអ្វីដែលយើងគិតថាវាសមល្មមណាហើយអូសឡើយណាដែលយើងគិតថាវាដាក់ទៅគេមើលឃើញកុំឲ្យគេថាចូលវីដេអូហ្នឹងចង់និយាយពីអីគេអត់ដឹងថាយើងនិយាយពីអីណានិយាយវល់ហ្នឹងហើយយើង play អ្វីដែលខ្ញុំបាន record voice over មិញហ្នឹងសួស្តីអ្នកគ្នាហ្នឹងគឺជាភាពវៃឆ្លាតនៃសត្វចាបដែលកំពុងតែសាងសង់លំនៅរបស់ខ្លួនយ៉ាងសកម្មហ្នឹងហើយវីដេអូហ្នឹងគឺយើងធ្វើប៉ុណ្ណឹងហើយបើសិនជាខ្ញុំមានចម្ងល់អីទៀតតាក់ទងទៅនឹងការ voice over ឬក៏ចង់ឲ្យខ្ញុំចែកម្លែកពីវិធីសាស្ត្រកាត់តនៅក្នុងទូរស័ព្ទដៃរបស់អ្នកគ្នា comment នៅខាងក្រោមមកចង់បានការកាត់វីដេអូបែបណាអាហ្នឹងក៏ជាការធួរបស់ខ្ញុំឯងពីព្រោះថាចំពោះអ្នកបងប្អូនដែលចង់បង្កើតវីដេអូខ្លីដូចជានៅក្នុង Facebook វាមានវីដេអូ reel ហើយអញ្ចឹងនៅក្នុង YouTube channel វាមានវីដេអូ short អញ្ចឹងមកសម្រាប់វីដេអូបែបហ្នឹងការកាត់តបែបហ្នឹងគឺមានប្រយោជន៍មែនទែនសម្រាប់អ្នកទាំងអស់គ្នាហ្នឹងហើយមានតែប៉ុណ្្នឹងឯងដើម្បីចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាហើយកុំភ្លេចជួយចុច like និង subscribe ក៏ដូចជា follow account Facebook និង channel YouTube របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណ